Ok អ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងយើងមកលេងជាមួយនឹងរឿងថ្ងៃខែអញ្ចឹងតម្រូវឲ្យអ្នកទាំងអស់គ្នាគិតសួរសំណួរតាក់ទងជាមួយនឹងថ្ងៃខែថាលើកឧទាហរណ៍ណាថាតើគេនឹងតាក់ទងមកយើងក្នុងពេលណាឬក៏យើងនឹងលក់ដីបាននៅក្នុងពេលណាយើងនឹងបានរបស់នេះឬក៏បានចម្លើយនៅក្នុងពេលណាអីចឹងណាចាំមាន3ស្លឹក error ស្លឹកទី1ស្លឹកទី2ស្លឹកទី3អញ្ចឹងសម្រាប់ណាគេដែលហៅស្លឹកទី1យើងមកមើលទាំងអស់គ្នាថាតើសំណួរឬអីដែលយើងគិតហ្នឹងយើងនឹងបានចម្លើយឬក៏បានផលនៅពេលណាអូខេ in the near future គាត់ថាអីដែលអ្នកនរគ្នាកំពុងតែរងចាំហ្នឹងណាវានឹងបានចម្លើយនៅក្នុងពេលឆាប់ៗអានេះបើបងឃើញលឿនហ្មងណាអាចនឹងក្នុងអាទិត្យហ្នឹងថ្ងៃហ្នឹងឬក៏អាចនឹងនៅក្នុងខែហ្នឹងអូខេអញ្ចឹងមកមើលបន្តសម្រាប់អ្នកគាត់ហៅស្លឹកទី2ចាំមើលថាតើក្នុងពេលវេលាមួយណាដែលយើងនឹងបាន within the next few months គាត់ថាអាចនឹង2 3ខែទៀតចឹងណាអានេះបើថាឃើញច្បាស់ហ្មងអាចនឹងខ្ទង់ខែ11 12អាចនឹងដើមឆ្នាំក្រោយបើដើមឆ្នាំក្រោយឬក៏អីចឹងគាត់ថាអ្នកនរគ្នានឹងបានចម្លើយបានលទ្ធផលឬក៏គេអាចនឹងមកវិញឬក៏អីចឹងណាក្នុងរយៈពេលណាមួយប៉ុណ្ណឹងដែលស៊ីសងលើសំណួរអ្នកទាំងអស់គ្នាចឹងយើងមកមើលស្លឹកចុងក្រោយwithin the next few weeks អានេះរៀងលឿនជាងស្លឹកទី2បន្តិចគាត់ថាប្រហែលអាទិត្យទៀតចឹងណាអានេះគាត់ថាបើលឿនបំផុតអាចនឹងអាទិត្យហ្នឹងអាទិត្យក្រោយឬក៏ក្នុងកំឡុងពេលខែ11ហ្នឹង